មាននៅក្នុងទូស្រាប់ហើយវាក៏នៅយូរដែរអញ្ចឹងថ្ងៃហ្នឹងទាញវាចេញយកមកឆ្នៃនៅពីដុំហ្នឹងហើយនៅពីប្រអប់ទៀតណាទាញយកមកចេញឲ្យអស់ហើយហាន់វាដុំទូចកងល្មមបែបហ្នឹងយើងយកវាមកលីងក្នុងខ្ទះដាក់ចោលបែបហ្នឹងហើយបើកភ្លើងតិចខ្ញុំមកក្លុកម្ទេសស្លឹកគ្រៃខ្ទឹមក្រហមខ្ទឹមសក្លុកឲ្យវាម៉ត់បែបហ្នឹងហើយយើងដួសវាទុកម្លែកយើងមើលសាច់ជ្រូកយើងមកលីងបានលឿងបែបហ្នឹងហើយខ្ញុំចាក់ខ្លាញ់វាចេញខ្លះដាក់ម្ទេសដែលយើងក្លុកហ្នឹងចូលទៅហើយបងគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់យើងហើយយើងកូរគ្រឿងនឹងសាច់ហ្នឹងឲ្យវាចូលគ្នាឲ្យសព្វហើយយើងភ្លក់យករសជាតិដែលយើងចង់បានគឺជាការស្រេចប្រែតិចមកអួយឲ្យឈ្ងុយគ្រឿងសាហាវហើយមួយមុខទៀតក៏ឆ្ងាញ់ដែរមានគីស្ករត្នោតហើយដាក់ទឹកចូលទៅបន្តិចកូរដាក់ប៊ីចេងបន្តិចទៅយើងឆាធម្មតាហ្មងដាក់ខ្ទឹមឲ្យលឿងហើយដាក់បន្លែចូលទៅយីដែលយើងលាយហ្នឹងសោចពីលើបន្លែដែលយើងឆាហ្នឹងមកស្ទាប់បន្តិចឲ្យវាស្ពតបន្តិចនៅឈប់ហ្នឹងគឺជាការស្រេចកូនឆាគីធម្មតាតែយើងអាយុច្រើនហើយមុខយើងលែងសូវលេប skin care ហើយព្រោះស្បែកមុខយើងអត់រឹងមាំបញ្ចូលវីតាមីនទៅដល់ពេលវីតាមីនហ្នឹងវាជួយឲ្យស្បែកមុខយើងរឹងមាំហើយវានាំ skin care ដែលយើងលាបរាល់ថ្ងៃហ្នឹងចូលបានកាន់តែជ្រៅខ្ញុំបានវានឹងឯងកុំអីមុខគ្មានបានជាតិទឹកគីឡូអញ្ចឹងទេ